ខ្ញុំកណាសូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីដំណើរបេសកកម្មការទូតយ៉ាងសកម្មនិងមានរយៈពេលវែងនៅលើឆាកអន្តរជាតិរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិអាណាចក្រកម្ពុជាបានបិទបញ្ចប់ហើយអនុញ្ញាតឲ្យខ្ញុំសូមសង្ខេបជូននៅចំណុចសំខាន់ដើម្បីចែកជូនបងប្អូនជនរួមជាតិដូចតទៅបេសកកម្មការទូតនេះបានចាប់ផ្ដើមពីសហរដ្ឋអាមេរិកដោយសម្ដេចបវរធិបតីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព The Board of Peace នៅទីក្រុង Washington កាលពីថ្ងៃ19ខែកុម្ភៈឆ្នាំ2026តបតាមការអញ្ជើញរបស់ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពគឺដើម្បីបង្ហាញពីសុខឆន្ទៈរបស់កម្ពុជាក្នុងការគ្រប់គ្រងសន្តិភាពសកលដែលកម្ពុជាតែងតែចូលរួមជារៀងរហូតមកស្របពេលនៃកិច្ចប្រជុំនោះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានផ្លាស់ប្ដូរទស្សនៈជាមួយនឹងនាយករដ្ឋមន្ត្រីហុងគ្រីបានជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងអគ្គលេខាធិការបកកុម្មុយនីសវៀតណាមនិងថ្នាក់ដឹកនាំដទៃទៀតក្នុងអំឡុងពេលស្នាក់នៅទីក្រុង Washington សម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអនុទីប្រឹក្សាសន្តិសុខជាតិនិងអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មនៃសហរដ្ឋអាមេរិកសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្ដែងការគួរសមពីរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋទូគីយេនិងតំណាងស្ថាប័នអន្តរជាតិនៃក្រមប្រឹក្សាអាត្លង់តិកផងដែរក្នុងជំនួបខាងលើក្រៅពីពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏បានជម្រាបជូនដៃគូសន្ទនាអំពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដោយបានសង្កត់ធ្ងន់ថាសន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជាក្នុងន័យនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យមានការអនុវត្តយ៉ាងពេញលេញនិងស្មោះត្រង់នៅកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជាថៃការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ប្រទេសសម្បែងនិងរស់នៅដោយសុវត្ថិភាពនិងមិនមានការគំរាមកំហែងឬការប្រើប្រាស់កម្លាំងបន្ថែមពីលើនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខជូនសារព័ត៌មានអន្តរជាតិល្បីៗរួមមាន Reuters និង Fox News ដោយសម្ដេចបានលើកឡើងយ៉ាងច្បាស់លាស់អំពីការបំពានចូលកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃការដាក់បន្លាលួសនិងទូកុងតឺន័រដែលរារាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើនម៉ឺននាក់មិនឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញសម្ដេចក៏បានបង្ហាញពីជំហរច្បាស់លាស់របស់កម្ពុជាមិនឈ្លានពានប្រទេសដទៃតែក៏មិនអនុញ្ញាតឲ្យមានការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាជាដាច់ខាតហើយកម្ពុជាចង់បានដំណោះស្រាយដោយសន្តិវិធីដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិនៅលើទឹកដីអឺរ៉ុបសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានទទួលជំនួបសម្ដែងការគូសំនិងពិភាក្សាការងារជាច្រើនមានដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រធានក្រុមប្រឹក្សាអឺរ៉ុបប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80អនុប្រធានកាកបាទក្រហមអន្តរជាតិអនុប្រធានគណៈកម្មការអឺរ៉ុបអនុប្រធានសភាអឺរ៉ុបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្សិកនិងជំនួបពិភាក្សាក្រៅផ្លូវការជាមួយប្រធានាធិបតីទីម៉ូឡេស្តេជាដើមបន្ថែមពីលើនេះសម្ដេចក៏បានផ្ដល់កិច្ចសម្ភាសផ្ដាច់មុខជូនទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផងដែរក្នុងកិច្ចសម្ភាសនេះសម្ដេចធិបតីបានបញ្ជាក់ជំហរចង់បន្ធូរបន្ថយភាពតានតឹងជាមួយថៃនិងចង់ដោះស្រាយបញ្ហាដោយសន្តិភាពដោយផ្អែកលើច្បាប់ជាធំក្នុងការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរសម្ដេចក៏បានបញ្ជាក់អំពីការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬក៏ online scam
ដោយឡែកឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំលើកទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងរ៉ឺណែវប្រទេសស្វីសដោយបានសង្កត់ធ្ងន់លើការរំលោភរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរជាច្រើននិយាយជារួមដំណើរបេសកកម្មការទូតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅលើឆាកអន្តរជាតិនេះពេលនេះបានធ្វើឲ្យសហគមន៍អន្តរជាតិយល់ច្បាស់អំពីការឈ្លានពានមកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃនិងក៏បានយល់ច្បាស់អំពីជំហរសន្តិភាពនិយមរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់និងគោរពយ៉ាងម៉ឺងម៉ាត់នៅគោលការណ៍ច្បាប់អន្តរជាតិអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិកម្ពុជានៅតែគោរពយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការឥណ្ឌូព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងស្រេចហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ